សម្ភារបន្តទៀតចារយៈកាលប្រហែលថ្ងៃដែរដែលយើងត្រូវបំពេញការងារទៅនៅទីនោះចាគឺចំពោះការដែលទទួលពានចាគឺតែមួយថ្ងៃទេប៉ុន្តែគាត់ថាគាត់ឲ្យយើងចេញទៅ4ថ្ងៃមុនចាទាំងអស់វា5ថ្ងៃដើម្បីទៅទស្សនាជាមួយនឹងទីក្រុងរបស់គេក៏ដូចជាទៅទស្សនាជាមួយនឹងការសមរបស់បងប្អូនដែលគាត់ទៅប្រឡងចាបានទៅទស្សនកិច្ចនៅទីណាខ្លះសម្រាប់នេះខ្ញុំជាមួយលោកសុធាគឺបានទៅមើលភ្នំជីរ៉តដូចយើងនៅកោះតតៃអីចឹងចាតែមួយកន្លែងនេះទេចាបងចាព្រោះថាយើងទៅនេះដោយសារពេលវេលាតិចពេកហើយណាមួយការបែងចែកការងាររបស់គាត់គឺគាត់ផ្ដោតទៅលើការប្រគល់ពានទៅលើតារាដែលបានចូលរួមពីប្រទេសទាំងអស់ហ្នឹងហើយគាត់បានចែកជាក្រុមរបស់គាត់ចំពោះខ្ញុំគឺមានអ្នកចាត់ចែងការងារគឺមានតែម្នាក់ទេដូច្នេះធ្វើឲ្យការងាររបស់គាត់ហ្នឹងរៀងឡែតដែរធ្វើឲ្យយើងអត់បានដំណើរកំសាន្តទៅប្រទេសគេបានច្រើនទេបាទចាបានជាប់ក្លិនគឹមជីមកជាមួយអត់គឹមជីបងហើយបងបើថា3ពេលគឺគឹមជីទឹក3ពេលបើគាត់បងគាត់លើកឈ្មោះថាគឹមជីភ្លាមខ្ញុំនឹកឃើញភ្លាមថ្ងៃដំបូងខ្ញុំទៅខ្ញុំចង់ញ៉ាំគឹមជីដល់ពេលចូលថ្ងៃទី2ខ្ញុំលែងចង់ហើយតែមកហូបណាក៏ដោយគាត់ត្រូវតែមានគឹមជីចាដូចជាមកហូបប្រពៃណីរបស់គេចាទោះបីយើងទទួលទានអ្វីក៏ដោយត្រូវភ្ជាប់ជាមួយនឹងគឹមជីមិនជក់គឹមជីត្រូវមានស៊ុបគឹមជីចាវេទនាទាំងស៊ុបគឹមជីហ្នឹងបាទស៊ុបគឹមជីមែនព្រោះថារសជាតិហូបអត់ដូចខ្មែរយើងទេព្រោះហូបសាបភ្លាវហើយនឹងរសជាតិនៅណាចាបងប្រៃអំបិលហ្មងហើយបើសិនមកថាយើងចង់ថែមគ្រឿងឲ្យដូចនៅខ្មែរយើងអត់មានទេបើថាចង់ប្រៃគឺមានតែអំបិលទេបាទតែពេលចឹងចង់ប្រៃដាក់តែអំបិលទៅចាយើងធ្វើយើងមានផលពិបាកដែរអាហារដែលយើងមិនធ្លាប់ទទួលទានណាចាប៉ុន្តែបងគិតថារសជាតិម្ហូបកូរ៉េនៅស្រុកខ្មែរយើងឆ្ងាញ់គេធ្វើបែបអាស៊ីរបស់យើងបងបែបតាមប្រទេសនីមួយៗអញ្ចឹងណាបងបើទៅនោះវិញនឹងខ្ញុំថាចង់ញ៉ាំថាខុសគ្នាជាមួយអ៊ុនសធាអញ្ចឹងដល់ពេលសធាថាគេហៅអាហ្នឹងមកញ៉ាំសាក់មើលមកកធនយើងលាងដៃហ្មងបងហើយសធាគេកុហកខ្ញុំឆ្ងាញ់ពុំមកញ៉ាំហើយមកកធនហ្នឹងមានសាច់ថាជា2ដុំក្រៅពីហ្នឹងគីមជីទាំងអស់ហើយនឹងដូចមីស៊ូបងពី3ទៅ4ឯងទឹកសុតបងចានេះគឺជាអាហារដើម្បីកុំឲ្យយើងធាត់ចាកុំឲ្យធាត់អរគុណចាឥឡូវនឹងងាកត្រឡប់មកការងារសិល្បៈបច្ចុប្បន្នវិញចាលីសារវល់ខាងផ្នែកអ្វីខ្លះសម្រាប់នេះខ្ញុំគឺច្រៀងការបងចាឥឡូវរវល់ខ្លាំងជាងខាងផ្នែកច្រៀងការច្រៀងការបងចាការសម្ដែងដូចជាកាត់បន្ថយចាចំពោះការសម្ដែងនេះដោយសារអីយប់ឡើងបងអូនត្រូវចេញពីច្រៀងការមកបងអូនទៅច្រៀងក្លឹបចាអញ្ចឹងខ្ញុំការទៅគេងត្រូវថតរឿងត្រូវងើបមក6ម៉ោង7យើងកាប់បងអូនគាត់ចាអញ្ចឹងទៅផ្អាកមួយរយៈសិនបងចាប៉ុន្តែអាលីសាសម្ដែងដូចជាតាក់ទងទៅនឹងការសម្ដែងតួកាចគឺបូកែចាព្រោះថាមួយរយៈនេះក៏យើងមានប្រជាប្រិយភាពតាមរឿងជាច្រើនដែលបានដាក់បញ្ចាំងតាមស្ថានីយ៍ទូទួលចាហើយនៅក្នុងនោះគឺយើងទទួលប្រជាប្រិយភាពខាងផ្នែកតួឯកកាចចាចង់បន្តការសម្ដែងទៀតទេចាចង់បងនិយាយរួមទៅការសម្ដែងគឺនៅតែឆ្លាញ់និយាយរួមឲ្យតែនិស័យសិល្បៈគឺបងអូនឆ្លាញ់សឹងទាំងអស់ចាអ្វីអាចធ្វើបានគឺធ្វើទាំងអស់ចាសុធាវិញរវល់ខាងផ្នែកអ្វីខ្លះបាទខ្ញុំរវល់ខាងផ្នែកសម្ដែងរយៈនេះខ្ញុំបានទទួលនៅ3រឿងបាទក្នុងពេលតែមួយហើយទៅតែបញ្ចប់នៅរឿងដុំមួយរឿងគឺរឿងកំមសៅកែហើយ2រឿងទៀតគឺជារឿងភាគប្រចាំស្ថានីយ៍ទូទួលបាទដែលមានរឿងអ្នកមេម៉ាយមានលៀបនិងកំមស្រស់កំឡោះចោមបាទ2រឿងនេះគឺជារឿងភាគចាចំពោះសុធាវិញបងគិតថាកិច្ចមិនរួចពីការសម្ដែងទេអត់រួចទេបងចាហើយការសម្ដែងរឿងហ្នឹងគឺតួសុធាហ្នឹងភាគច្រើនគឺសុភាពរៀបសារហ្នឹងមានរឿងខ្លះឥឡូវដែរផ្លាស់ប្ដូរអរិយាប័ត្រសុធាទេ3រឿងហ្នឹងគឺផ្លាស់ប្ដូរហើយបងអញ្ចឹងហ៎បាទរឿងដុំនេះគឺជាបែបមកជាលក្ខណៈកំ pl ែងវិញបាទសម្រាប់រឿងភាគនេះវិញគឺជារឿងបែបមួយទៀតគឺរបៀបថាហួងហៃរបៀបមិនចង់ឲ្យគេប៉ះពាល់តួស្រីអាហ្នឹងគឺខ្ញុំចេញអាចរិតមួយដែលថាគឺត្រូវតែខែតួស្រីឲ្យមានណាមកញ៉ែមកប៉ះពាល់ឲ្យបានគឺចេញមកអាចចេញច្របាល់របៀបដូចយើងកាងហ្មងបាទកាងហ្មងហើយដល់ពេលមួយទៀតគឺអ្នកមេម៉ាយមានលៀបហ្នឹងគឺខ្ញុំត្រូវតែឆ្លោះជាមួយនឹងតួស្រីនឹងរហូតគឺអត់មានថ្ងៃណាមួយដែលខ្ញុំជួបគាត់ហើយនិយាយពាក្យស្រួលមួយគ្នាអត់ទេគឺឆ្លោះគឺដឹងតែកងកាច់គ្នាហ្មងបាទអញ្ចឹងគឺអាត្រង់អស់ហ្នឹងគឺធ្លាប់ពីមុនមកខ្ញុំលេងតែតួបែបជាអង្គអាចសភាពស្លូតទឹកភ្នែកឥឡូវអត់ទេផ្លាស់ប្ដូរវិញដល់ពេលដែលផ្លាស់ប្ដូរអញ្ចឹងទៅយ៉ាងមិនដែរការសម្ដែងរបស់យើងមានអារម្មណ៍ថាពីមុនខ្ញុំគិតថាខ្ញុំមិនអាចលេងតួបែបហ្នឹងបានទេតែដល់ពេលសាច់រឿងទាំងមូល
ត្រូវឲ្យតួខ្ញុំលេខបែបហ្នឹងអញ្ចឹងគឺខ្ញុំត្រូវតែប្រមូលអារម្មណ៍ត្រូវតែគិតថាតួអង្គនេះមិនមែនជាសទ្ធាទេគឺជាតួអង្គនៅក្នុងសាច់រឿងអញ្ចឹងដាក់អារម្មណ៍ទៅតាមតួអង្គដែលខ្លួនឯងលេងបាទក៏អាចទៅរួចចាព្រោះវិស័យភាពយន្តឥឡូវក៏មានការរីកចម្រើនច្រើនចាហើយយើងក៏មានឱកាសបង្ហាញពីសមត្ថភាពជាពិសេសស្ថានីយ៍ទូទៅក៏មានច្រើនចាការសម្ដែងរបស់យើងចាប់ផ្ដើមមានការផ្លាស់ប្ដូរអេរយាប័តរបស់យើងចាពីតួសុភាពរៀបសារទៅជាតួមួយបែបទៀតចាព្រោះយើងក៏ឃើញហើយថាវិស័យសិល្បៈរបស់យើងក្មេងៗឥឡូវគាត់ចាប់ផ្ដើមមានការលូតលាស់និងវិវត្តនៃសមត្ថភាពរបស់គាត់ចាបងអូនយល់ឃើញយ៉ាងណាដែរឥឡូវនេះចំនួនបងអូនក្រោយចាប់ផ្ដើមរីកដុះដាលហើយនេះគេថារលកក្រោយច្រើនរលកមុនបើសិនជារលកមុនអត់រលំរលកក្រោយទៅមុខក៏រួចដែរមានការចាប់អារម្មណ៍ច្រើនព្រោះថាបងប្អូនចំនួនក្រោយនេះគឺមានទាំងរូបសម្រស់និងសមត្ថភាពហើយខ្ញុំសប្បាយចិត្តផងហើយក៏ពិបាកចិត្តដែរដោយសារខ្លួនឯងនឹងចាប់ផ្ដើមតែចាស់ហើយក្មេងៗមកសាក្រោយគឺគាត់កាន់តែមានសមត្ថភាពនិងរូបសម្រស់ដូច្នេះអ្វីដែលយើងខំមានសមត្ថភាពក្នុងពេលហ្នឹងគឺខំកសាងសមត្ថភាពនិងអ្វីដែលឲ្យបងប្អូនមើលជាគំរូយ៉ាងហោចណាស់ក៏បានថាផ្ដល់អីដែលជាដុំកពួរដល់គាត់ក៏គាត់អាចនឹងលើកគំរូមួយនេះតួសម្ដែងចេះគាត់សម្ដែងបានល្អទុកមិនក៏គាត់ថាយកគំរូតាមខ្ញុំមួយដែលក្នុងការក្នុងការសម្ដែងបាទតងចំណុចហ្នឹងក៏ខ្ញុំសប្បាយចិត្តដែរចាអលីសាវិញចាបងអូនយកឃើញយ៉ាងណាដែរចាសម្រាប់នេះខ្ញុំវិញដូចលោកអូនសុធាដែរចាគឺសប្បាយចិត្តមែនទែនហើយមានមោទនភាពមែនទែនសម្រាប់កូនខ្មែរឥឡូវចានេះខ្ញុំឃើញសម្លឹងឃើញថាតាំងពីគាត់ចេញមកគាត់មានក្បាច់រាំក៏ដូចមិនចាញ់ប្រទេសដទៃចាបងអញ្ចឹងទៅក្នុងនាមនេះខ្ញុំជាកូនខ្មែរគឺសប្បាយចិត្តចាហើយឲ្យធ្វើម៉េចកុំឲ្យតែគាត់ទៅដូចថាសាគាត់អត់ផ្លូវគ្រឿងញៀនឬអីអញ្ចឹងណាសូមចិត្តឲ្យគាត់មកលេងជាកីឡាក៏ដូចជាហាត់រាំហាត់អីអញ្ចឹងវិញសប្បាយចិត្តទៀតសង្ឃឹមថាអ្នកទាំងពីរនឹងបានជោគជ័យការងារបន្តនៅក្នុងឱកាសឆ្នាំ2015នេះអរគុណអ្នកទាំងពីរដែលបានចូលរួមនៅក្នុងកម្មវិធី Season 21របស់បងនៅក្នុងថ្ងៃនេះមានអ្វីប្រាប់ផ្សាយចុងក្រោយចាសសូមអញ្ជើញចាសម្រាប់នេះខ្ញុំជាចុងក្រោយក៏សូមអរគុណដល់បងចាអរគុណដល់ស្ថានីយ៍ទូទស្សន៍ CTN ក៏ដល់អរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែទស្សនាតាមគេឋានចាសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់ចារកទទួលទីមានបានហើយជាពិសេសសូមឲ្យជៀសវាងនៅជំងឺដង្កាត់ផ្សេងពីព្រោះអីខ្ញុំមើលទៅកម្មវិធីផ្សេងគឺមានជំងឺប្លែកច្រើនមែនតើអញ្ចឹងសូមឲ្យបរិវាជាឆ្ងាយទាំងអស់ហើយសូមអរគុណសម្រាប់ការគ្រប់គ្រងចំពោះសិល្បករសិល្បករនេះខ្មែរបើសិនគ្មានការគ្រប់គ្រងពីពុកម៉ែបងប្អូនទេចាសម្រាប់សិល្បករសិល្បករនេះគឺអត់មានការធ្វើទេចាអរគុណច្រើនចាអរគុណបាទសម្រាប់ខ្ញុំវិញក៏សូមថ្លែងអំណរគុណដល់បងបាទក៏ដូចជាស្ថានីយ៍ទូទស្សន៍ CTN ប៉ុស្តិ៍លេខ21ដែលបានផ្ដល់កិត្តិយសដល់រូបខ្ញុំបាទនិងកញ្ញាលីសាចូលរួមនៅក្នុងថ្ងៃនេះហើយក៏សូមជូនពរនឹងមានខ្សែរឿងចំនួន3រឿងទៀតដែលកំពុងតែនឹងចិត្តចាក់បញ្ចាំងជូនទៅដល់ទូរទស្សនិកជនទាំងអស់ដែលបានឆ្លងចូលចិត្តដល់រូបខ្ញុំបាទហើយរឿងទាំងអស់នេះខ្ញុំធានាថាប្រកាសជាល្អមើលព្រោះថាបង្ហាញនៅអ្វីដែលជាអត្តចរិតថ្មីតួអង្គថ្មីនៅក្នុងសាច់រឿងនេះដូច្នេះក៏សូមជូនពរទៅដល់ទូរទស្សនិកជនទាំងអស់សូមមកជួបតែសេចក្តីសុខសេចក្តីចម្រើនហើយជាពិសេសនោះសូមការធ្វើដំណើរសូមប្រុងប្រយ័ត្នទាំងអស់គ្នាបាទសូមអរគុណឱកាសក្រោយជួបគ្នាសាជាថ្មីចាលោកស្រីនាងកញ្ញាជាទីគោរពនឹងជាទីមេត្រីនៅក្នុងវគ្គក្រោយលោកស្រីនាងកញ្ញានឹងបានទទួលជ្រាបនៅព័ត៌មានបន្ថែមទៀតដែលមានចាបេក្ខនារីរបស់យើងចាមានឱកាសចូលរួមប្រកួតនៅក្នុងកម្មវិធីចា Superstar Award ឆ្នាំ2015នៅឯប្រទេសកូរ៉េចាដែលបានទទួលពានពីកម្មវិធីនោះផងដែរយើងនឹងជួបគ្នានៅក្នុងវគ្គក្រោយក្នុងពេលនេះសូមអនុញ្ញាតសម្រាប់មួយ